បាទអនុញ្ញាតគោរពជំរាបសួរទៅដល់បងប្អូនទ្រង់អាដាមលោកជំទាវលោកស្រីអ្នកនាងកញ្ញាក៏ដូចជាពុទ្ធបរិស័ទដែលនៅវត្តចម្ពុកឯកបងប្អូននេះជារឿងមួយដែលប្រវត្តិនៃវត្តចម្ពុកឯកបានកកើតឡើងមកតាំងពីសម័យណាគឺនៅក្នុងវីដេអូនេះខ្ញុំនឹងរៀបរៀងដោយខ្ញុំបាទឈ្មោះរំតារាដែលអ្នកផលិតវីដេអូនេះឡើងមានគោលបំណងផ្សព្វផ្សាយឲ្យបងប្អូនក៏ដូចជាពុទ្ធបរិស័ទបានជាច្បាស់អំពីវត្តចម្ពុកឯកដែលស្ថិតនៅភូមិចម្ពុកឯកសង្កាត់ព្រៃថ្មីខណ្ឌមានជ័យរាជធានីភ្នំពេញជាអ្វីមួយលោកចេះតែជួយវ៉ាខែវ៉ាឆ្នាំទៅយើងចេះតែទៅរួចដែរយើងគួរឆ្ងល់ខ្លួនយើងដែរណាសពថ្ងៃហ្នឹងណាឆ្ងល់ខ្លួនយើងថាមិនបានរត់រួចបើថាពេលណាយើងមានរវល់អីឲ្យលោកអីដតៃអីមកឈរតែ1ម៉ោង2ម៉ោងលោកស្រែកបាត់លោកគាត់អត់រួចលោកវិលមុខលោកចង់ខ្យល់មនុស្សវាវីបួកខ្លាំងពេកចឹងតែយើងទៅជាធម្មតាការងារប្រចាំថ្ងៃវាក្នុងចិត្តលំបាកអបមាំងគល់ទៅវាចេះគ្រោះថ្នាក់ដោយម៉ូតូឡានជិះទៅប៉ះតកិច្ចចេះចុះទៅក៏ឡាននឹងបុកខ្មោចបុកមនុស្សស្លាប់សំបីតែបុកតែសត្វស្លាប់ក៏គេមកស្រូចដែរគឺថាតែឈាមប្រឡាក់កង់ឡានកង់ម៉ូតូហ្នឹងវាចក្រាយគឺថាខ្មែរយើងហៅជើងកបហើយចេះមកស្រូចទោះបីឡាននឹងអត់មានប៉ះតកិច្ចអីក៏សុំទៅឲ្យបានសុកទៅសុកមករហូតការមុននៅគេមិនសូវហ៊ានមកព្រោះខ្មោចនឹងនៅថ្មីហ្នឹងទៅបែកជំនាន់79ហើយហ្នឹងទៅដល់ពេលឥឡូវនេះមនុស្សដូចជាធម្មតាលែងខ្លាចដូចពេលដល់ពេលអតីតកាលភ្ជុំបិណ្ឌចូលឆ្នាំអីគេតែងតែមកធ្វើបុណ្យព្រោះថាមានបងប្អូនញាតិសន្តានគេស្លាប់ជំនាន់មុនហ្នឹងណាឡើយគេលែងខ្លាចលេងហើយរាល់ថ្ងៃគឺថាខ្មោចយូរទៅគេលែងខ្លាចឲ្យយើងសង់ចេតីក្រោកពីលើមិនទុកតាំងហាវាលហ្នឹងទៅCe stupa contient les ossements du peuple du Kampuchéa, assassiné pendant le génocide du régime de Pol Pot. Environ 10 000 personnes sont mortes dans ce centre d'extermination, au lieu dit Bec du Corbeau. Là où il y a un vrai problème, c'est est-ce qu'il s'agit de faire un procès des Khmers rouges pour punir, condamner, couper des têtes, ou est-ce qu'il s'agit de créerបងប្អូនបានស្ដាប់ហើយនៅសម្ដេចមានពុទ្ធិកាទៅដល់ជនជាតិបារាំងដែលគាត់បានសម្ភាសទៅដល់សម្ដេចនៅក្នុងពេលនោះដែរគឺសម្ដេចទ្រង់នឹងមានពុទ្ធិកាច្បាស់នៅក្នុងវត្តចម្ពុកឯកដែលសម័យនោះគឺប៉ុលពតបានសម្លាប់មនុស្សហើយនៅក្នុងវត្តចម្ពុកឯកនេះគឺឃ្លាំងសម្រាប់ដាក់គ្រាប់និងដាក់សម្ភារៈផ្សេងហើយក៏មានក្បាលខ្មោចនិងដែលសេសសល់នៅក្នុងសម័យសង្គ្រាមនិងសម័យប៉ុលពតប៉ុន្តែមកដល់សម័យឥឡូវសម្ដេចបានកសាងវត្តចម្ពុកឯកហើយនេះជាទិដ្ឋភាពនៃស្រះទឹកនៅទល់មុខព្រះវិហារនៃវត្តចម្ពុកឯកហើយបងប្អូនទេសភាពមើលទៅគួរឲ្យចង់រស់នៅណាស់ដោយសារតែសម្ដេចបានកសាងហើយនៅក្នុងវត្តនេះដែរគឺមានដើមឈើធំតឈឹងតឆៃហើយអាចឲ្យបងប្អូនក៏ដូចជាពុទ្ធបរិស័ទនិងអ្នកដែលធ្វើដំណើរមានកន្លែងអង្គុយលេងមានកន្លែងដែលបងប្អូនអាចសម្រាកបានពេលចប់ពីការងារក៏ដូចជាពេលដែលបងប្អូនមានដូចថា stress ហ្នឹងហើយបងប្អូនអាចមកកំសាន្តនឹងបាចចំណីត្រីនៅក្នុងវត្តចម្ពុកឯកហើយសម្រាប់ស្រះទឹកនៅក្នុងវត្តចម្ពុកឯកគឺមាន2សងខាងបងប្អូនមានខាងមុខព្រះវិហារមួយនិងចំហៀងព្រះវិហារមួយហើយនៅ
នៅក្នុងនឹងដែរគឺមានសត្វអណ្ដើកសត្វកន្ធាយសត្វត្រីគ្រប់ប្រភេទហើយបងប្អូនដែលអ្នកលាបាណន់ក៏ដូចជាអ្នកប្រឡែងនៅសត្វអណ្ដើកនិងកន្ធាយអីហ្នឹងហើយវាពេញនៅក្នុងស្រះវត្តណ៎បងប្អូនបើសិនខ្ញុំអធិប្បាយទៅមានការលឺលួសសម្ដីត្រង់សម្ដីណាមួយបងប្អូនសូមមេត្តាខន្តីអភ័យទោសទៅដល់ខ្ញុំបាទដែលជាអ្នកផលិតវីដេអូនេះក៏សូមឲ្យបងប្អូនជួបតែពុទ្ធបរិស័ទ9ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយ